ខ្សែភាពយន្តភ័យរន្ធត់របស់ថៃកំពុងតែក្លាយជារឿងអរូបីកាន់តែខ្លាំងឡើងអ្នកថែមទាំងអាចមើលឃើញគ្រូធ្មប់ល្បីតាមអ៊ីនធឺណិតកំពុងសម្ដែងការបណ្ដេញអារក្សខណៈពេលកំពុងផ្សាយផ្ទាល់ការលក់ផលិតផលក្នុងពេលតែមួយគ្រូធ្មប់ដែលចាប់អារម្មណ៍នឹងការលក់របស់គាត់មិនដឹងតតែសោះថាវិញ្ញាណអាក្រក់ដែលគាត់កំពុងប្រឈមមុខនៅពេលនេះគឺគួរឲ្យខ្លាចជាងសកម្មភាពតូចតាចពីមុនរបស់គាត់ទៅទៀតបន្ទាប់ពីការសម្ដែងគ្រូធ្មប់ចាប់ផ្ដើមរាំតាមតន្ត្រីហើយប្រកាសណាស់វាងចាស់ដែលមានវិញ្ញាណអាក្រក់នៅក្បែរនោះបង្ហាញប្រតិកម្មចម្លែកបន្ទាប់មកគ្រូធ្មប់បានរើសសុទ្ធនោះហើយចាប់ផ្ដើមសួរបុព្វបុរសរបស់គាត់អំពីមូលហេតុនៃការចូលរបស់វាងចាស់ពេលដឹងថាខ្មោចមួយបានលួចលាក់នៅក្នុងវាងចាស់គ្រូធ្មប់បានទាញកាំបិតវែងរបស់គាត់ចេញភ្លាមដោយដឹងពីគ្រោះថ្នាក់ដែលជិតមកដល់វាងចាស់បានតស៊ូកាន់តែខ្លាំងប៉ុន្តែខ្មោចហាក់ដូចជាមិនមានបំណងចាក់ចេញទេដោយឃើញបែបនេះបូជាចារ្យអាចារ្យបានយកឈើឆ្កាងនិងទឹកបរិសុទ្ធចេញភ្លាមដោយសង្ឃឹមថានឹងបំភ័យវិញ្ញាណអាក្រក់ចេញទោះជាយ៉ាងណាក៏ដោយរឿងនេះមិនត្រឹមតែបរាជ័យប៉ុណ្ណោះទេថែមទាំងធ្វើឲ្យអារក្សខឹងយ៉ាងខ្លាំងទៀតផងដោយឃើញបែបនេះអ្នកមើលបានរត់ចេញពីបន្ទប់ភ្លាមគ្រូធ្មប់និងបូជាចារ្យដឹងថាពួកគេមិនអាចប្រៀបផ្ទឹមបាននឹងវិញ្ញាណអាក្រក់នេះទេប៉ុន្តែនៅពេលដែលពួកគេព្យាយាមរត់គេចខ្លួនពួកគេបានរកឃើញថាទ្វារត្រូវបានចាក់សយ៉ាងរឹងមាំរួចហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតខ្មោចព្រាយបិសាចកំពុងខិតជិតមកដល់ជាសំណាងល្អនៅពេលដ៏សំខាន់បូជាចារ្យម្នាក់ដែលមានអំណាចវេទមន្តដ៏អស្ចារ្យបានផ្ទុះចេញតាមទ្វាររូបរាងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់វាងចាស់ភ្លាមហើយមុនពេលគាត់អាចធ្វើចលនាបានវាងចាស់មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះពន្លឺរបស់បូជាចារ្យរហូតដល់គាត់លោតឡើងលើធ្នឹមដំបូលនៅពេលដែលទឹកបរិសុទ្ធត្រូវបានចាក់ចុះវាងចាស់បានដួលទៅលើដីដោយការឈឺចាប់ភ្លាមនោះកូនស្រីរបស់វាងចាស់ឈ្មោះម៉ារីបានប្រញាប់ប្រញាល់មកដោយឃើញស្ថានភាពឪពុករបស់នាងបានទៅពិនិត្យមើលគាត់ភ្លាមនៅពេលដែលនាងបានប៉ះគាត់រូបភាពដ៏គួរឲ្យភ័យខ្លាចជាបន្តបន្ទាប់បានភ្លឺឡើងក្នុងចិត្តរបស់ម៉ារីបទពិសោធន៍ចម្លែកនេះបានធ្វើឲ្យនាងភ័យខ្លាចហើយនាងបានបែកញើសត្រជាក់ជាសំណាងល្អបន្ទាប់ពីការព្យាបាលបន្ទាន់ជីវិតរបស់ឪពុកនាងត្រូវបានសង្គ្រោះប៉ុន្តែគាត់នៅតែសន្លប់ទោះបីជាម៉ារីខឹងនៅពេលដែលឪពុករបស់នាងប្រាប់នាងឲ្យចេញទៅក៏ដោយនាងអាចយល់ពីស្ថានភាពរបស់គាត់ចាប់តាំងពីម្ដាយរបស់នាងស្លាប់ឪពុករបស់នាងដែលដើមឡើយជាបូជាចារ្យបានលង់ស្នេហ៍នឹងអំពើអាបធ្មប់ហើយបានរៀបការជាមួយប្រពន្ធជាច្រើននាងមិនបានឃើញឪពុករបស់នាងអស់រយៈពេលជាច្រើនឆ្នាំមកហើយការវិលត្រឡប់មកផ្ទះវិញថ្មីនេះរបស់នាងគឺដោយសារតែមីងរបស់នាងបានទូរស័ព្ទមកប្រាប់នាងថាឪពុករបស់នាងបានស្លាប់ដូច្នេះនាងក៏ប្រញាប់ត្រឡប់ទៅចូលរួមពិធីបុណ្យសពរបស់គាត់ម៉ារីមានបំណងចាក់ចេញពីកន្លែងដ៏សោកសៅនេះជារៀងរហូតនៅពេលដែលឪពុករបស់នាងបានជាសះស្បើយប៉ុន្តែរឿងចម្លែកបានចាប់ផ្ដើមកើតឡើងដោយគ្មានការព្រមានដោយមិនចង់រស់នៅជាមួយឪពុករបស់នាងម៉ារីបានគ្រោងនឹងស្នាក់នៅផ្ទះបងប្អូនជីដូនមួយរបស់នាងទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងហៀបនឹងចាក់ចេញលោកបូជាចារ្យពោបានបញ្ឈប់នាងហើយសួរម៉ារីអំពីអ្វីដែលនាងបានឃើញនៅពេលដែលនាងកាន់ដៃឪពុករបស់នាងនិងមូលហេតុដែលនាងបង្ហាញការភ័យខ្លាចបែបនេះម៉ារីដោយគិតថាពោចង់ផ្សព្វផ្សាយសាសនាបានកុហកហើយនិយាយថានាងមិនបានឃើញអ្វីទាំងអស់បន្ទាប់មកនាងបានចាក់ចេញយ៉ាងលឿនជាមួយបងប្អូនជីដូនមួយរបស់នាងនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញស្ត្រីចម្លែកម្នាក់បានរារាំងផ្លូវរបស់ពួកគេនៅពេលដែលពួកគេមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីនាងស្រាប់តែងាកមកវិញសម្លេងពីខ្សែភាពយន្តឈុតឆាកដ៏ចម្លែកនេះធ្វើឲ្យម៉ារីភ្ញាក់ផ្អើលពីសុបិនរបស់នាងវាបានបង្ហាញថាបទពិសោធន៍ថ្មីរបស់នាងគ្រាន់តែជាសុបិនអាក្រក់ដែលបណ្ដាលមកពីការងារហួសកម្លាំងនៅល្ងាចនោះបន្ទាប់ពីងូតទឹករួចម៉ារីបានអង្គុយក្បែរបង្អួចសម្ងួតសក់របស់នាងនៅពេលដែលនាងស្រាប់តែនរណាម្នាក់ហើយឈ្មោះនាងពេលនាងក្រឡេកមើលទៅក្រោមនាងបានឃើញឪពុកដែលកំពុងឈឺរបស់នាងបានមករកនាងបានចុះទៅជាន់ក្រោមយ៉ាងលឿនដើម្បីស្វាគមន៍គាត់ប៉ុន្តែគាត់បានបាត់ខ្លួនទៅហើយផ្ទុយទៅវិញហ្វូងសត្វល្អិតហើរបានប្រមូលផ្ដុំគ្នានៅក្បែរនោះបង្កើតបានជារូបរាងមនុស្សម៉ារីបានប្រមូលផ្ដុំភាពក្លាហានរបស់នាងហើយដើរទៅជិតយឺតប៉ុន្តែបន្ទាប់ពីបណ្ដេញសត្វល្អិតទាំងនោះចេញគ្មានអ្វីនៅទីនោះទាល់តែសោះជាពិសេសកញ្ចក់មើលក្រោយបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅរូបរាងខ្មោចចង្រិតមួយនៅក្បែរនោះដោយមានអារម្មណ៍ថាមានអ្វីមួយដ៏គួរឲ្យភ័យខ្លាចហៀបនឹងកើតឡើងមកអេរីបានងាកហើយរត់ប៉ុន្តែវិញ្ញាណអាក្រក់បានស្ទុះមកចាប់នាងនៅសំឡេងដ៏គួរឲ្យខ្លាចបងប្អូនជីដូនមួយរបស់នាងដោយដឹងថាម៉ារីបានបាត់ខ្លួនក៏ប្រញាប់ចេញទៅស្វែងរកប៉ុន្តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនាងអង្គុយក្បែរចិញ្ចើមផ្លូវកំពុងខំកណ្ដូលរស់ទិដ្ឋភាពនេះធ្វើឲ្យបងប្អូនជីដូនមួយរបស់ខ្ញុំភ័យខ្លាចហើយគាត់បានតាក់ទងទៅបូជាចារ្យភ្លាមអំណាចរបស់ខ្មោចកាន់តែខ្លាំងនៅពេលយប់ដូច្នេះបូជាចារ្យអាចអធិស្ឋានសម្រាប់ម៉ារីបានតែបណ្ដោះអាសន្នប៉ុណ្ណោះនៅព្រឹកបន្ទាប់គ្រូមន្តអាគមបន្ទាប់ពីបានឮដំណឹងនោះបានប្រញាប់ប្រញាល់មកដើម្បីរក្សាមុខមាត់គាត់បានរៀបចំធ្វើពិធីបណ្ដេញវិញ្ញាណអាក្រក់ម្ដងទៀតទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ហៀបនឹងដើរទៅជិតបូជាចារ្យឲ្យបានបញ្ចុះបញ្ចូលគាត់ឲ្យចាក់ចេញដើម្បីសុវត្ថិភាពបូជាចារ្យឲ្យបានសម្រេចចិត្តធ្វើជាអធិបតីក្នុងពិធីដោយខ្លួនឯងប៉ុន្តែម៉ារីបានសូត្រមន្តបណ្ដេញអារក្សបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ
ស្រាប់តែនាងចាប់ដៃបូជាចាភ្លាមហើយអូសគាត់ទៅកន្លែងមួយផ្សេងទៀតដោយបង្ខំនៅទីនេះបូជាចាឲ្យបានឃើញម្ដាយរបស់គាត់ដែលបានស្លាប់ដោយសារការប្រើថ្នាំជ្រុលដោយមិននិយាយអ្វីម្ដាយបានព្យាយាមចាក់ថ្នាំបូជាចាឲ្យផងដែរដើម្បីឲ្យគាត់ទទួលបានបទពិសោធន៍នៃសេចក្តីរីករាយខ្លាំងនៅពេលដែលថ្នាំមួយចំនួនធំត្រូវបានចាក់ចូលទៅក្នុងខ្លួនរបស់គាត់បូជាចាចាប់ផ្ដើមប្រកាច់យ៉ាងខ្លាំងដោយឃើញបែបនេះគ្រូមន្តអាគមនៅក្បែរនោះបានរើសព្រះគម្ពីរយ៉ាងលឿនដើម្បីជួយប៉ុន្តែគាត់មិនអាចយល់ពីមន្តអាគមបណ្ដេញអារក្សនៅក្នុងព្រះគម្ពីរតតែសោះដូច្នេះគាត់គ្មានជំរើសអ្វីក្រៅពីសុំជំនួយពីបុព្វបុរសរបស់គាត់ឡើយទោះជាយ៉ាងណាក៏ដោយដរាបណាគាត់យកកញ្ចក់ដែលប្រើសម្រាប់ធ្វើពិធីចេញវិញ្ញាណអាក្រក់បានបោះបង់ចោលនេះមិនត្រឹមតែបានស្ដារសន្តិភាពរបស់ម៉ារីឡើងវិញប៉ុណ្ណោះទេថែមទាំងបានជួយបូជាចាឲ្យកម្ចាត់ការបំភាន់ផងដែរក្រោយមកបូជាចាបានចាប់ផ្ដើមស៊ើបអង្កេតប្រភពដើមនៃវិញ្ញាណអាក្រក់គាត់ក៏ចង់ដឹងចង់ឃើញអំពីប្រភេទនៃការគិតម៉ៃដែលអាចជំរុញឲ្យវាដេញតាមគ្រួសាររបស់ម៉ារីឥតឈប់ឈរមានតែការបញ្ជាក់ពីអត្តសញ្ញាណវិញ្ញាណអាក្រក់ប៉ុណ្ណោះទើបវាអាចលុបបំបាត់បានទាំងស្រុងយោងតាមបូជាចាម្ចាស់វប្បធម៌ខ្មោចនិងវិញ្ញាណជាច្រើនប្រភេទបានរីករាលដាលនៅក្នុងតំបន់នោះក្រៅពីព្រះវិហារកាតូលិកដែលជឿលើព្រះយេស៊ូវក៏មាននិកាយអាបធ្មប់ជាច្រើនដែលគោរពបូជាខ្មោចនិងវិញ្ញាណផងដែរនេះរំលឹកដល់បូជាចាអំពីអាបធ្មប់សូប៉ាដែលធ្លាប់បានជួយសង្គ្រោះគាត់បូជាចាឲ្យបានស្វែងរកសូប៉ាដោយចង់ធ្វើការបណ្ដេញវិញ្ញាណអាក្រក់ម្ដងទៀតដោយសារវិញ្ញាណអាក្រក់បានដឹងពីចំណុចខ្សោយរបស់ពួកគេរួចហើយប្រហែលជាប្រសិនបើទាំងពីរធ្វើការបណ្ដេញវិញ្ញាណអាក្រក់ក្នុងពេលដំណើរគ្នាវិញ្ញាណអាក្រក់នឹងមើលរំលងការគំរាមកំហែងរបស់មនុស្សម្នាក់ទោះបីជានេះជាការផ្ដល់យោបល់ល្អក៏ដោយសូប៉ាបាននិយាយថាគាត់នៅតែគ្មានបទពិសោធន៍ហើយមានតែការអន្តរាគមន៍ពីមីងដ៏គួរឲ្យគោរពរបស់គាត់ប៉ុណ្ណោះទើបឱកាសជោគជ័យរបស់ពួកគេកាន់តែធំបន្ទាប់ពីសម្លេងតន្ត្រីខ្លាំងម៉ារីបានភ្ញាក់ឡើងដោយភ្នែកក្រហមពេលឃើញរឿងនេះមីងរបស់នាងបានចាក់ទឹកបរិសុទ្ធមួយកំសៀវលើមុខរបស់នាងភ្លាមម៉ារីដែលមិនមែនជាការភ័យខ្លាចបានលៀនអណ្ដាតវែងមួយហ្វីតហាក់ដូចជានៅតែចង់បានបន្ថែមទៀតសម្លេងពីខ្សែភាពយន្តដោយឃើញភាពចលាចលនេះមីងបានប្រាប់ក្រុមតន្ត្រីយ៉ាងរហ័សឲ្យបង្កើនល្បឿនការសម្ដែងរបស់ពួកគេយ៉ាងណាក៏ដោយនៅពេលដែលនាងហៀបនឹងបន្តវេទមន្តនោះកម្លាំងចម្លែកមួយបានបង្ខំឲ្យនាងបាក់ឆ្អឹងបន្ទាប់ពីនិយាយបែបនេះមីងចាប់ផ្ដើមក្អួតឈាមហើយក្បាលនិងអវយវៈរបស់នាងត្រូវបានរមួលទៅជានំប្រៃអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺសូម្បីតែមីងដែលមានបទពិសោធន៍ក៏មិនអាចទប់ទល់នឹងវិញ្ញាណអាក្រក់នោះបានដែរប៉ុន្តែអ្វីដែលកាន់តែរំខាននោះគឺថានៅពេលដែលអារក្សស្ថិតនៅក្នុងម្ចាស់ផ្ទះរបស់វារយៈពេល3ថ្ងៃវានឹងជំនួសពួកគេទាំងស្រុងដោយគ្មានជំរើសផ្សេងទៀតពោចៅបានបន្តការស៊ើបអង្កេតរបស់គាត់ដោយផ្ដោតលើឪពុករបស់ម៉ារី40ឆ្នាំមុនឪពុករបស់ម៉ារីដែលក៏ជាបូជាចាឲ្យផងដែរបានព្យាយាមជួយសង្គ្រោះកូនស្រីរបស់គាត់ឈ្មោះសាន់ឆេដែលត្រូវបានអារក្សចូលទោះជាយ៉ាងណាក៏ដោយអារក្សបាននៅក្នុងនាងអស់រយៈពេលជាច្រើនថ្ងៃហើយមិនអាចបណ្ដេញចេញបានទេដើម្បីការពារអារក្សពីការធ្វើឲ្យមនុស្សជាច្រើនទៀតមានគ្រោះថ្នាក់ឪពុករបស់ម៉ារីបានបង្ខំឲ្យសាន់ឆេសម្លាប់កូនរបស់នាងដែលជាការបង្ហាញពីការស្លាប់របស់អារក្សដូច្នេះតើអ្នកណាកំពុងលងបន្លាចគ្រួសាររបស់ម៉ារីលើនេះនៅពេលដែលពោបានរកឃើញមូលហេតុគាត់បានទៅពិនិត្យមើលបងប្អូនជីដូនមួយរបស់ម៉ារីហើយបានរកឃើញថាម៉ារីបានបាត់ខ្លួនម្ដងទៀតដោយដើរតាមស្នាមប្រឡាក់ឈាមនៅលើឥដ្ឋគាត់បានទៅដល់បន្ទប់ឪពុករបស់គាត់ហើយឃើញម៉ារីកំពុងញ៉ាំអាហារឆ្ងាញ់ពេលដឹងថាមាននរណាម្នាក់នៅទីនោះម៉ារីក៏លោតចេញពីបង្អួចយ៉ាងលឿនហើយរត់គេចខ្លួនជាសំណាងល្អនាងបានស៊ីតែពោះវៀនក្របីមិនមែនសាកសពឪពុករបស់នាងទេឃើញបែបនេះសូប៉ាសង្ស័យថាវិញ្ញាណដែលម៉ារីចូលនោះអាចជាអារក្សក្បាលហោះដែលស៊ីសរីរាង្គខាងក្នុងពេលលើដូច្នេះបងប្អូនជីដូនមួយរបស់គាត់បានស្រែកភ្លាមថាអូទេពីព្រោះនៅពេលដែលមានអារក្សបែបនេះចូលមនុស្សម្នាក់មិនត្រូវហៅឈ្មោះម្ចាស់ផ្ទះឡើយបើមិនដូច្នោះទេម្ចាស់ផ្ទះអាចនឹងស្លាប់ដោយសារការភ័យខ្លាចខ្លាំងពេកទន្ទឹមនឹងនេះម៉ារីដែលចូលនោះបានចាប់គោលដៅបន្ទាប់របស់នាងរួចហើយដោយប្រឈមមុខនឹងឧក្រិដ្ឋជនដែលសន្លប់នាងបានបណ្ដេញគាត់ចេញដោយគ្មានមេត្តាមុនពេលដែលនាងអាចរីករាយនឹងវាបូជាចាឲ្យបានមកដល់បន្ទាប់ពីប្រើទឹកបរិសុទ្ធដើម្បីបណ្ដេញម៉ារីចេញបូជាចាឲ្យបានចាប់ផ្ដើមបណ្ដេញអារក្សភ្លាមពេលដែលគាត់និយាយចប់ម៉ារីក៏សន្លប់ទោះបីជាគាត់បានបង្ក្រាបម៉ារីជាបណ្ដោះអាសន្នក៏ដោយសូប៉ានៅតែមិនស្រួលខ្លួនអារក្សក្បាលហោះគឺជាអារក្សកម្រិតទាបដែលជាធម្មតាមិនវាយប្រហារមនុស្សទេមន្តអាគមដែលម៉ារីទើបតែសូត្រគឺច្បាស់ណាស់ថាហួសពីអំណាចរបស់អារក្សក្បាលហោះដោយវិនិច្ឆ័យពីរឿងនេះម៉ារីទំនងជាមានអារក្សច្រើនជាងមួយនៅក្នុងខ្លួននាងដែលជាស្ថានភាពមិនធម្មតាខ្លាំងលុះត្រាតែមាន